bạn số đấy mong muốn ở cái này là việc để dừng cho cái này wifi cho môi trường mà sinh cần nó thì ấy và bẹt mũi sàm và chẳng ca cho từ và cái này wifi thì môi ca xe hotspot và rưỡi mũi có cho môi trường router bao nhiêu là dùng pra trăm tháng được nông tiếc và dương cho từ cái lấy wifi này máu vô việc lens setting vàตัวม้อយើងយក lens setting បាទនេះបាទ lens set up ទៀតជួមដល់មីណគ្នានេះយើងយកពាក្យមីណគ្នានឹងមកអញ្ចឹងវាចាប់ផ្ដើមសេចរកឈ្មោះបាទ router ឬក៏បាទឈ្មោះ hotspot របស់យើងនៅបានសៀបាទនេះខ្ញុំបានសៀហើយឈ្មោះ hotspot នោះគឺ iPhone របស់ខ្ញុំនោះបាទបន្ទាប់មកយើងវាយ password លេខកូដចូលដល់កន្លែងហ្នឹងបាទអញ្ចឹងវាយតាមលេខមក1 2 3 4 5 6 7 8បាទអាស្រ័យនៅលើ hotspot បាទខាងបងប្អូនដែលយើងប្រើជាលេខឬក៏ជាអក្សរតូចអក្សរធំវិញយើងអាចបាទបដូរវាបានបាទជាមួយនឹងប៊ូតុងរបស់វាបាទមានឆ្លាស់មានបដូរបាទនេះឆ្លាស់បដូរលេខតូចលេខធំសញ្ញាព្រួយហ្នឹងបាទបន្ទាប់ពីដែលយើងគណិតភ្ជាប់ហើយអញ្ចឹងយើងអូខេបាទអូខេដើម្បីឲ្យវាបាទគណិតជាមួយនឹង hotspot របស់យើងដែលយើងអាចធ្វើការ print តាម wireless បាទបានអញ្ចឹងទូរស័ព្ទដៃឬក៏ computer យើងបាន set up ហើយបាទបើទូរស័ព្ទដៃគឺយើងត្រូវប្រើជាមួយនឹង app របស់វាទៀតឥឡូវវាចេញទម្រង់បែបនេះគឺយើងអូខេមកអញ្ចឹងវាបានភ្ជាប់បានជោគជ័យបាទនេះអញ្ចឹងការ print ក៏យើងអាច print ពីទូរស័ព្ទដៃបាទដែលយើង share hotspot បានដែរបាទជាមួយពពុះ model Canon TS បាទ813 823 8030អីហ្នឹងបាទសម្រាប់ពពុះទូរស័ព្ទដៃ version ពុះបាទមិនថា Android មិនថា iOS បាទគឺធ្វើបានដូចគ្នាបាទបន្ទាប់មកគឺយើងចូលទៅ computer បាទបន្ទាប់ពីចូលទៅ computer អញ្ចឹង computer ខ្ញុំនេះគឺបាន set up ហើយយើងចូលទៅឆែកឈ្មោះនៅក្នុង control panel របស់យើងបាទចុចបើកមកបាទដល់កន្លែងនេះយើងយក hardware and sound បន្ទាប់មកយក device and printer បាទអញ្ចឹងវាចេញបែបនេះបានន័យថាគឺវាគណិតភ្ជាប់បាទជាមួយនឹង Wi-Fi របស់យើងបាទឬក៏យើងចង់ add បាទ printer អីថែមទៀតបាទអានេះចូលកន្លែងនេះមកខាងលើនេះយើង add printer បើសិនជាយើងបានឡើងភ្ជាប់ជាមួយនឹងគណិតបាទធ្វើការ set up បានបាទមាន driver របស់វាអីរួចរាល់អស់ហើយឬក៏បាត់ឈ្មោះយើងក៏អាចចូលបាទជាមួយនឹងការ add device បានបាទហើយបន្ទាប់មកគឺយើងអាចធ្វើការ print បានបាទតាមតម្រូវការរបស់យើងជាមួយនឹង wireless បាទឬមួយក៏តាមខ្សែ USB បាទខ្សែ USB បើសិនជា internet slow ឬក៏ Wi-Fi យើង slow ដល់អត់ smooth ដល់អត់ស្រួលអញ្ចឹងយើងអាចប្រើខ្សែ USB បាទជំនួសបានបាទចំពោះ driver ដែលយើងបាន set up ហើយបាទអរគុណច្រើនវីដេអូនេះប្រាប់ពីរបៀបដែលយើង print បាទម៉ាស៊ីន print បាទជាមួយនឹង computer របស់យើងដែលយើងបានធ្វើការ set up driver របស់វាបាទ